សន្តាគារមួយដែលបាត់ដំណើរការរាល់ថ្ងៃប៉ុន្តែបែរជាល្បីថាមានខ្មោចលងទៅវិញសន្តាគារមួយកន្លែងដែលមានឈ្មោះថា Kimpton Clock Tower ដែលមានលក្ខណៈប្រណិតនិងមានអាយុកាលប្រមាណ700ឆ្នាំស្ថិតក្នុងប្រទេសអង់គ្លេសដែលអគារមួយនោះត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ1891ដល់1932ដែលនៅពេលនោះការសាងសង់អគារនេះឡើងដើម្បីទុកសម្រាប់ជនភៀសខ្លួនតែប៉ុណ្ណោះនៅក្នុងសម័យសង្គ្រាមលោកលើកបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកមកអគារមួយនេះត្រូវបានរដ្ឋាភិបាលបានកែប្រែឲ្យក្លាយជាមន្ទីរពេទ្យសម្រាប់ព្យាបាលជនវិកលចរិតការអគារនោះជាមន្ទីរពេទ្យក៏ធ្លាប់មានគេនិយាយថាមានគ្រូពេទ្យម្នាក់បានស្លាប់ដោយសារតែធ្លាក់នៅលើជណ្ដើរយន្តហើយគេតែងតែឃើញខ្មោចពេទ្យស្រីនោះនៅលើជណ្ដើរយន្តរហូតក្នុងសភាពឈុតវែងពណ៌ខ្មៅចាប់តាំងពីមន្ទីរពេទ្យបានបិទមកអគារមួយនោះត្រូវបានគេទុកចោលរហូតដល់ក្រុមហ៊ុនឯកជនមួយបានតែអគារមួយនោះហើយកែប្រែឲ្យក្លាយជាសន្តាគារលំដាប់មួយផងដែរតែទោះបីជាអគារមួយនោះបានប្រែក្លាយជាសន្តាគារលំដាប់មួយក្នុងប្រទេសអង់គ្លេសក៏ពិតមែនតែវាក៏នៅតែជាកន្លែងមួយដ៏ជាប់ចំណាត់ថ្នាក់លេខ3ដែលមានក្បោចលងខ្លាំងបំផុតក្នុងប្រទេសអង់គ្លេសដោយលក្ខណៈនៅភាគច្រើនតែនិយាយថាពួកគេតែងតែឃើញខ្មោចស្រីនៅលើជណ្ដើរយន្តនៅពេលយប់ហើយពេលខ្លះពួកគេបានឮសំឡេងមនុស្សស្រែកយំឬកូនក្មេងសើចចេញពីជាន់ទី2នៅក្នុងបន្ទប់261ទៀតផងហើយមកដល់ពេលសប្តាហ៍ថ្ងៃសន្តាគារមួយនេះក៏ត្រូវបានបន្តបើកដំណើរការរហូតហើយចំណែកឯបន្ទប់261ក៏ត្រូវបានបន្តបិទនិងមិនឲ្យមានវិណាគេចូលទស្សនានៅឡើយចាំបើសិនអរគុណបានដឹងរឿងរ៉ាវបន្ថែមទៀតពាក់ព័ន្ធអំពីរឿងរ៉ាវមួយនេះអាចខមមិនខាងក្រោមវីដេអូនេះបានហើយចាំជួបគ្នាជាមួយនឹងវីដេអូក្រោយៗទៀត